តែផ្ដើមស្អីរឿងរបស់យើងគេបានទេសនាអំពីរឿងនៃក្រុមចោរសមុទ្រក៏ដូចជា Monkey D Luffy នឹងឯងនិងសមាជិករបស់គាត់ទាំងប៉ុន្មាននាក់ហ្នឹងហើយបន្តមកទៀតគាត់ក៏បានធ្វើការវាយប្រហារគ្នាជាមួយនឹងក្រុម Kid នៃក្រុមចោរសមុទ្រហើយមើលទៅអាប៉ែម្នាក់ហ្នឹងញញឹមស្រស់មែនតែនចំណែកឯ Peter Man នៅវិញគឺបានត្រូវក្រុម Monkey D Luffy ហ្នឹងវាយប្រហារកូនចៅរបស់គាត់ទាំងប៉ុន្មាននាក់ហ្នឹងគឺថាឆ្ងល់មែនតែនមិនដឹងថាមេគាត់ហ្នឹងយ៉ាងម៉េចនោះទេហើយលុះបន្តមកទៀតអាប៉ែមុខស្អាតហ្នឹងបែរជាមុខជ្រីជ្រួញទៅវិញមិនដឹងថាគាត់ហ្នឹងកាត់អីនោះទេគាត់ក៏បាននិយាយជាមួយនឹង Monkey D Luffy ក៏ដូចជា Sanji នឹងឯងគាត់បាននិយាយអំពីកិច្ចសន្ទនាគ្នាហ្នឹងមិនវាយប្រហារគ្នាជាមួយនឹងក្រុមចោរសមុទ្ររបស់ Monkey D Luffy នឹងឯងគាត់ក៏បានសួរថានេះគឺជាកាបូបរបស់អ្នកណាហើយក្មេងស្រីម្នាក់ហ្នឹងក៏បានមកយកកាបូបក៏ដូចជាអរគុណទៅកាន់គាត់ផងដែរគាត់ហ្នឹងគឺថាលួយមែនតែនជិះនៅអាទូករបស់គាត់ទៅហ្នឹងរូបសិតតែរូបត្រីឆ្លាមរូបក្រួយណាទៅវិញហើយលុះបន្តមកទៀតមានលោកតាចំណាស់ម្នាក់គាត់បាន3បរិសម្នាក់ទៀតហ្នឹងមកជាមួយហើយដល់ពេលហ្នឹងគាត់បានស្រែកថា Shanky បើទ្វារមកខ្ញុំត្រឡប់មកវិញហើយShanky ហ្នឹងក៏បាននិយាយថាសួស្ដីអ្នកទាំងអស់គ្នាឥឡូវហ្នឹងមកវិញជុំគ្នាតែម្ដងហើយនៅពេលហ្នឹង Monkey D Luffy ហ្នឹងឆ្ងល់មែនតែនថា Luffy ហ្នឹងក៏បាននិយាយថាតើលោកតាម្នាក់ហ្នឹងគឺជានរណាដែលលោកតាម្នាក់ហ្នឹងក៏បានសម្លឹងមើលទៅកាន់ Luffy ហើយគាត់ហ្នឹងតាមពិតទៅគឺជាស្ដេចនៃអ្នកជួសជុលកប៉ាល់ហ្នឹងឯងដែល Luffy ហ្នឹងថាហាមិនគួរឲ្យជឿសោះហើយលុះបន្តមកទៀតលោកតាម្នាក់ហ្នឹងចូលទៅដល់ក្នុងហើយក៏បាននិយាយថាសួស្ដីទៅកាន់អ្នករកគ្នាមើលទៅកាន់អ្នករកគ្នាហ្នឹងក៏ដូចជាឧសុបហ្នឹងបាននិយាយលើកជើងហ្នឹងទៅកាន់បរិសចំណាស់ម្នាក់ហ្នឹងមែនតែនថាគាត់ហ្នឹងពិតជាអស្ចារ្យតាំងពីដំបូងមកម្លេះតាំងពីជួបហ្នឹងហើយចេះតែនិយាយលើកជើងទៅរួចប្រុកហ្នឹងគាត់គិតតែពីអង្គុយញ៉ាំអីទៅវិញនៃរូបរាងកាយសុទ្ធតែឆ្អឹងសោះហ្នឹងណាចំណែកឯសូរ៉ូរបស់យើងហ្នឹងគាត់មិនខ្វល់ពីអ្នកណាទេណាគឺជានរណាក៏នរណាទៅគាត់មិនខ្វល់លោកតាម្នាក់ហ្នឹងក៏បាននិយាយអំពីរឿងរ៉ាវ20ឆ្នាំមុនរបស់គាត់ហ្នឹងទៅកាន់ movie អីហ្នឹងឲ្យនំគ្នាស្ដាប់សាន់ជីរបស់យើងក៏បានអុជបង្រៃរបស់គាត់ហ្នឹងបានជក់តែម្ដងទៅហើយលុះបន្តមកទៀតហ្នឹងអ្នករកគ្នាក៏បានអង្គុយស្ដាប់លោកតាម្នាក់ហ្នឹងក៏បាននិយាយអំពីទេសនារបស់គាត់ដែលគាត់ហ្នឹងក៏បាននិយាយចុះនិយាយឡើងត្រូវបានម្ចាស់បារាជា Senki ហ្នឹងក៏បានបលុតបារីហើយឲ្យថាឈប់ភើទៅគឺថាឈប់ជក់នឹងឯងហ្នឹងហើយគឺលុះបន្តមកទៀតលោកតាម្នាក់ហ្នឹងក៏បាននិយាយអំពីរឿងរ៉ាវប្រវត្តិរបស់គាត់កាលពីអតីតកាលហើយលោកបន្តមកទៀតគឺថាប្រុកនិយាយថាឈោសំបីតែឈោហ្នឹងលោកតាម្នាក់ហ្នឹងក៏ស្គាល់ផងដែរហើយលោកបន្តមកទៀតឧសុបហ្នឹងឆ្ងល់មែនទែនថាប្រវត្តិគាត់ហ្នឹងចើជានរណាពិតប្រាកដហើយលោកបន្តមកទៀតហ្នឹងគាត់ក៏បាននិយាយចុះនិយាយឡើងហ្នឹងគាត់ក៏បាននិយាយអំពីរឿង Cody Roger ហើយគាត់ក៏បានបញ្ចូលទៅកាន់អ្នករកគ្នាថា Cody Roger កាលពីកាលដែលគាត់ស្លាប់ហ្នឹងគឺគាត់ហ្នឹងមុននឹងស្លាប់ហ្នឹងដោយសារតែគាត់ហ្នឹងមានជំងឺដែលមិនអាចព្យាបាលជាហើយគាត់ហ្នឹងគឺនៅតែស្លាប់ដដែលអញ្ចឹងហើយគឺមិនថាមុងក្រោយទេស្លាប់យ៉ាងណាក៏វាដូចតែគ្នានឹងឯងគាត់ក៏បានស្រមៃទៅកាន់ Cody Roger ហ្នឹងបានថាផឹកស្រាជាមួយនឹងគ្នាដែលតាមកាពិតទៅ Cody Roger ហើយនឹងគាត់ហ្នឹងមានទំនាក់ទំនងយ៉ាងស្អិតរមួតមែនតែនដែលលុះបន្តមកទៀតហ្នឹងលោកតាម្នាក់ហ្នឹងក៏បាននិយាយថាមុននឹង Cody Roger ហ្នឹងស្លាប់ហ្នឹងគាត់ក៏បានបន្សល់នៅស្នាមសើចរបស់គាត់ក៏ដូចជាសម្រែកគាត់បាននិយាយផងដែរថាអ្នកទាំងអស់គ្នាហ្នឹងគឺកុំព្រួយបារម្ភជាមួយនឹងគាត់នឹងមានរបស់ពិសេសអោយគឺគាត់នឹងមានកំណប់លាក់ទុកនៅឯកន្លែង Grand Line ហ្នឹងដែលធ្វើឲ្យប្រជាជនទាំងអស់ហ្នឹងចាប់ផ្ដើមជ្រុលជ្រើមដំណើរគ្នាហ្នឹងចង់ទៅកាន់ Grand Line ចំណែកឯ Luffy ហ្នឹងស្ដាប់ហើយហ្នឹងព្រឺខ្លួនតែម្ដងហើយលុះបន្តមកទៀតលោកតាហ្នឹងក៏បាននិយាយថារឿងហ្នឹងវាកន្លងយូរហើយសំបីតែ Luffy ហ្នឹងក៏គាត់ស្គាល់ដែរដែលក្មេងតូច Jack ហ្នឹងបាននិយាយមកកាន់គាត់បាងជីអីហ្នឹងគឺគាត់ស្គាល់ទាំងអស់តែម្ដងដែលធ្វើឲ្យអ្នករកគ្នាហ្នឹងពិតជាភ្ញាក់ផ្អើលជាមួយនឹងគាត់មែនតើថាគាត់ហ្នឹងគឺជានរណាពិតប្រាកដ Luffy ហ្នឹងចង់ពុលចំណៃហើយដោយសារតែលោកតាម្នាក់ហ្នឹងបាននិយាយអំពីរឿង Shake ថា Shake ហ្នឹងបានយករឿងរ៉ាវរបស់ Luffy ហ្នឹងមកប្រាប់គាត់ដែលធ្វើឲ្យលោកតាម្នាក់ហ្នឹងគឺមានភាពជឿជាក់ទៅកាន់ Luffy ហើយគាត់ហ្នឹងគឺថាបាននិយាយថារីករាយដែលបានជួបឯង Monkey D Luffy ក្រោយពីឮឈ្មោះរបស់ Shake ដែលជា idol របស់គាត់ហ្នឹងញញឹមបិទមិត្តមិនចិត្តតែម្ដងហើយលុះបន្តមកទៀតហ្នឹងគឺថាអ្នករកគ្នាហ្នឹងគឺបានអង្គុយស្ដាប់ទៅកាន់លោកតាចំណាស់ម្នាក់ហ្នឹងយ៉ាងយកចិត្តទុកដាក់មែនតែនហើយគាត់ហ្នឹងក៏បាននិយាយថាគាត់នឹង free master card ទៅឲ្យអ្នករកគ្នាមួយហើយអាកាសហ្នឹងអត់មានមិនដឹងហៅអីទេហៅ master card អីចឹងទៅហើយចំណែកឯ Robin របស់យើងហ្នឹងអង្គុយគិតតែម្នាក់ឯងអំពីផ្ទាំងសិលាថ្មមួយហ្នឹងដែល Cody Roger ហ្នឹងបានបន្សល់ទុកឲ្យអ្នករកគ្នាហ្នឹងឆ្ងល់មែនតែននាងហ្នឹងក៏បានដាច់ចិត្តថាឈប់សិនលោកតាចំណាស់ខ្ញុំចង់សួរលោកមួយសំណួរតើអក្សរនៅលើផ្ទាំងសិលាហ្នឹងគេចង់និយាយពីអ្វីហ្នឹងឲ្យពិតប្រាកដហេតុអ្វីក៏នាងអានមិនដាច់តើ Cody Roger ហ្នឹងពិតជាបានបន្សល់អ្វីឲ្យពិតប្រាកដមែនតែនលោកតាម្នាក់ហ្នឹងថាគាត់ហ្នឹងគិតដឹងថា Cody Roger ចង់និយាយពីអីពីព្រោះតែគាត់ហ្នឹងគឺជាមនុស្សម្នាក់នៅក្នុងចំណោមរបស់ Cody Roger គាត់ក៏ជាអ្នកខ្លាំងដែរហើយហ្នឹងហើយគឺថាអ្នកស្រីហ្នឹងក៏បានសួរថែមទៀតថាតើគាត់ហ្នឹងគឺជានរណាពិតប្រាកដគាត់បាននិយាយចុះនិយាយឡើងរឿងរ៉ាវប៉ុណ្ណឹងរឿងអីដែលគាត់មិនដឹងគាត់ដឹងគ្រប់តែរឿងហ្នឹងគ្រាន់តែគាត់នឹងមិនទាន់អាចនិយាយហើយលុះបន្តមកទៀតហ្នឹងគាត់ក៏បាននិយាយថារឿងរ៉ាវទាំងអស់គឺនៅទឹកដីរបស់អូហារ៉ាហើយបើនាងចង់ដឹងរឿងអ្វីបន្ថែមទៀតហ្នឹងនាងគួរតែសួរទៅស្ដេចចោរសមុទ្រទៅ
ហើយនឹងហើយគឺថាអូសុបនឹងដូចមិនជឿជាក់ទៅកាន់លោកតាម្នាក់នឹងបន្តទៀតហើយគាត់នឹងគិតតែពីចង្អុលថាតើវាពិតឬអត់ហើយគាត់នឹងចង់សួរទៅលោកតាម្នាក់នឹងទៀតហើយដែលធ្វើឲ្យ Luffy នឹងក៏បាននិយាយថាអូសុបឯងនឹងគួរតែបិទមិត្តឲ្យជិតទៅគាត់ក៏បានស្រែកថែមទៀតថាបើសិនជាមាននរណាម្នាក់នឹងនៅតែសួរសំណួរដដែលហើយចង់ដឹងអំពីរឿងផ្ទះសិលានឹងទៀតគឺយើងឈប់ធ្វើជាចោលសមុទ្រហើយយើងនឹងចាក់ចេញជំរុះក្រុមចោលដែលធ្វើឲ្យអ្នករាល់គ្នានឹងពិតជាភ្ញាក់ផ្អើលជាមួយនឹងសម្ដីរបស់ Luffy មែនតើ Luffy ថាវាគ្មានរឿងអីដែលសប្បាយនោះទេបើសិនជាគាត់នឹងដឹងចម្លើយមុនដូច្នេះហើយនៅពេលហ្នឹងគឺថាលោកតាចំណាស់ម្នាក់ហ្នឹងក៏បាននិយាយថាមើលទៅក្មេងម្នាក់នេះគឺពិតជាល្អមែនតើហើយគាត់ហ្នឹងក៏បាននិយាយទៅកាន់ Monkey D Luffy ថាឯងហ្នឹងគួរតែទៅ Great Line ហ្នឹងឲ្យបានជោគជ័យទៅ Great Line គឺមិននៅឆ្ងាយនោះទេហើយគាត់ហ្នឹងក៏បានសម្លឹងមើលទៅកាន់ Luffy ជាមួយនឹងស្រមោលអតីតកាលរបស់ក្រុមមេចោសមុទ្រ Cody Roger នឹងឯងឃើញថា Luffy ហ្នឹងពិតជាមានស្នាមសើចដូចជា Cody Roger មែនតើប្រហែលជាវាសនានឹងតម្រូវឲ្យ Luffy ទៅជាបែបហ្នឹងហើយគាត់ក៏បាននិយាយថាគាត់នឹងចេញទៅក្រៅហើយចំណែកអូស៊ុបរបស់យើងនឹងក្រោយពី Luffy គម្រាមបែបហ្នឹងហើយនឹងគាត់មិនហ៊ានតមិត្តនោះទេហើយអ្នករកគ្នានឹងគឺបានត្រឹមតែមើលមុខគ្នាទៅវិញទៅមកតាមម្នាក់ហ្នឹងចេញទៅកាន់កោវម៉ាន់ទី41 admin ក៏មិនសូវស្គាល់ច្បាស់ដែរហើយលោកបន្តមកទៀតហ្នឹងគាត់បាននិយាយថាកប៉ាល់របស់ Luffy ត្រូវការរយៈពេល3ថ្ងៃដែលធ្វើឲ្យ Luffy នឹងឆ្ងល់មែនទែនថាយូរម្ល៉េះហើយលោកតាមម្នាក់ហ្នឹងថាអាចបញ្ចប់មុននឹងបានទៀតហើយ Luffy នឹងគឺថាញញឹមក្បួយតែម្ដងក្រោយពីឮថាអាចបញ្ចប់មុនពេល3ថ្ងៃនឹងទៀតហើយលោកបន្តមកទៀតរាល់គ្នានឹងបានទទួល Master Card រៀងៗខ្លួនហើយ Master Card ហ្នឹងគឺជាសញ្ញាកាតក្រដាសទៅវិញហើយពួកគេហ្នឹងគឺថានាំគ្នាត្រៀមចាត់រួចរាល់ដើម្បីចាក់ចេញពីកោះមួយហ្នឹងហើយចំណែកឯក្រុមចោះសមុទ្រដទៃទៀតដែលនៅលើកោះហ្នឹងភ្ញាក់ផ្អើលជាមួយនឹងគេហ្នឹងដែលមកជុំវិញកោះហ្នឹងគឺមានក្រុមកំភ្លើងរបស់ក្រុមរាជរដ្ឋាភិបាល Marine ហ្នឹងបានចូលមកដល់ហើយគាត់ម្នាក់ហ្នឹងគឺមានឈ្មោះថា Kizaru ហើយម្នាក់ហ្នឹងគឺជាមេក្រុមមួយផងដែរគាត់ក៏បាននិយាយថាតើឥឡូវហ្នឹងដាក់បញ្ជាអីមកកាន់គាត់សាច់រឿងរបស់យើងក៏បានចប់តែប៉ុណ្្នឹងឯង I got loyalty inside my DNA. I got cannabis, got war and peace inside my DNA. I got poison and joy inside my DNA. 死んだ天性 I was born in this world. Got you in conception, not your own. Before like this was yours, you wasn't a weapon. I know. It's that Nagi ឯហ្នឹងគឺបានរៀនដៃបាយហ្នឹងទៅកាន់ក្រុមរបស់ Luffy ដែលនៅពេលហ្នឹងណាមីបាននិយាយថាការបែកគ្នាមួយនេះវាពិតជាពិបាកមែនតើចំណែក Luffy មើលទៅជាមួយនឹងស្នាមញញឹមដែលលោកតាម្នាក់ហ្នឹងបាននិយាយថាមើលទៅវាសនាប្រហែលជាត្រូវនឹង Luffy នឹងឯងពេលដែលចាក់ចេញហ្នឹង Luffy ក៏បានលើសម្លេងចម្លែកគេក៏បាននិយាយថាបកក្រោយវិញទៅហើយលុះបន្តមកទៀតឃើញថាក្រុមចោះសមុទ្រដទៃទៀតកំពុងតែត្រូវបានគេដេញតាមប្រមាញ់ដោយក្រុមកងទ័ពនាវាជើងទឹកនឹងឯងការដេញតាមប្រមាញ់មួយនឹងគឺនៅក្រុមរបស់ឧត្តមនាវិកម្នាក់ដែលគាត់បានធ្វើការបញ្ជាដែលគាត់មានឈ្មោះថា Kizaru ហើយនឹងហើយមានចោះសមុទ្រ2នាក់កំពុងតែឃើញគាត់ឈរហ្នឹងក៏បានសម្រេចចិត្តថាបាញ់អត់ម្នាក់ហ្នឹងថាមិនអោយបាញ់ឯម្នាក់ទៀតហ្នឹងចង់បាញ់សម្រាប់ទៅលើឧត្តមនាវិកនឹងឯងហើយគេក៏បានសម្រេចចិត្តបាញ់ទៅហើយអំឡុងពេលដែលបាញ់ទៅហ្នឹងគឺថាធ្លុះក្បាលហើយតែក្របកំភ្លើងហ្នឹងបែរជាត្រូវនឹងជញ្ជាំងម្នាក់ហ្នឹងមិនអស់ចិត្តទេក៏បានទាញកំភ្លើងបាញ់មកក្របទៀតក៏ប៉ុន្តែមកក្របទៀតហ្នឹងគឺថាមិនត្រូវដល់ដែរហើយពួកគេហ្នឹងគឺបានត្រូវបានឧត្តមនាវិកហ្នឹងគឺបានមើលឃើញហើយម្នាក់ហ្នឹងក៏បានស្រែកថារត់ទៅឯងនៅធ្វើអីទៀតឈួតទេអីហើយពួកគេទាំងពីរនាក់រត់ទៅហ្នឹងគឺជួបឧត្តមនាវិកហ្នឹងម្ដងទៀតគឺថាគាត់សួរថាពួកឯងអាចជួយយើងបានអត់សួររំពីសាន់តារ៉ូនឹងឯងមិនដឹងថាជាអ្នកណានោះទេក្រោយពីបានសួរទៅមិនដឹងចម្លើយហ្នឹងគាត់ក៏បានប្រើរន្ទះជើងនៃបន្លឺរបស់គាត់ហ្នឹងបាញ់ទៅកាន់ចោះសមុទ្រទាំងពីរហ្នឹងតែមិនមែនតែត្រូវចោះសមុទ្រទាំងពីរហ្នឹងឯណាបែរជាធ្វើឲ្យវាហ្នឹងផ្ទុះទៅកាន់អសន្តាគារលេខ27ហ្នឹងធ្លាក់បាក់បែកទៅវិញមេចោះសមុទ្រទាំងពីរហ្នឹងគឺថាខ្លាចមែនតែនហើយកងទ័ពរបស់គាត់ហ្នឹងមិននឹកស្មានសោះតែគាត់ខ្លាំងបែបនេះហើយលុះបន្តមកទៀតហ្នឹងគឺមានគ្នាចោះពីរនាក់កំពុងតែមើលពីលើម្នាក់ហ្នឹងថាមិនចង់មើលទេចង់រត់តែគ្នាវាមួយទៀតហ្នឹងមិនមែនចង់រត់ឯណាវាបែរជាចង់មើលទៅវិញវាថាកម្រឃើញអ្នកខ្លាំងណាស់ហើយលុះបន្តមកទៀតក្រុមចោះសមុទ្រជាច្រើនត្រូវបានគេចាប់ហើយនឹងហើយតែហ៊ានជើងទឹកទាំងពីរនាក់ហ្នឹងគឺបានត្រូវទទួលសារមកមួយហើយទូរស័ព្ទរបស់គេហ្នឹងលួចមែនទែនបែរជាខ្ចង់ទៅវិញគេបាននិយាយថាគ្នារបស់គេហ្នឹងអ្នកខ្លះខ្លាចទៅជាក្មេងអ្នកខ្លះក៏ខ្លាចទៅជាមនុស្សចាស់មិនដឹងថាមានរឿងអ្វីកើតឡើងនោះទេតែរឿងដែលកើតឡើងនៅពីក្រោយហ្នឹងគឺលើមនុស្សស្រីម្នាក់ដែលគាត់ក៏បាននិយាយបណ្ដើហើយគាត់ក៏បានញ៉ាំអាហាររបស់គាត់បណ្ដើហើយលុះបន្តមកទៀតហ្នឹងខ្យល់នឹងស្រែកយំផងអីផងជាអីអញ្ចឹងទៅដែលវានឹងខ្លាចទៅកាន់ម្នាក់ស្រីហ្នឹងហើយលោកតាម្នាក់កំពុងតែជក់បារីត្រូវបានតែហ៊ានហុំព័ទ្ធហ្នឹងគឺគាត់បាននិយាយថាពួកហ្នឹងឈួតទៅវិញបែរមកហុំព័ទ្ធគាត់មិនដឹងការស្លាប់ទៅវិញហើយលុះបន្តមកទៀតក្រុមចោះសមុទ្រជាច្រើនបានរត់
ឯក្រុមចោលសមុទ្រមួយទៀតបានប្រាប់ទៅកាន់កាពីតែនគេថាឆាប់រត់ទៅក៏ប៉ុន្តែកាពីតែនថាមិនបាច់ព្រួយបារម្ភទេហើយនៅពេលហ្នឹងគឺគីស៊ូរ៉ាហ្នឹងគឺគេបានទៅជួបជាមួយនឹងមេក្រុមមួយហ្នឹងហើយគេហ្នឹងក៏បានឃើញហើយបារម្ភអ្នកហ្នឹងថាថ្ងៃហ្នឹងគាត់មិនទាន់ត្រូវដល់ពេលស្លាប់ទេអញ្ចឹងហើយជើងលេខរបស់គាត់នៅរស់ទៀតហើយលោកបន្តមកទៀតកាត់មកដល់ក្រុមចោលសមុទ្រដទៃទៀតដែលគេកំពុងតែធ្វើការវាយប្រហារហ្នឹងជាមួយនឹងគូរ៉ាហើយលោកបន្តមកទៀតឃើញថាអាយៈមួយហ្នឹងវាយមិនងាប់ឯណាវាយទៅហ្នឹងកាន់តែខ្លាំងដល់ដែរហើយខ្លាឃ្មុំផែនដាហ្នឹងចូលទៅវាយទៀតវាយចុះវាយឡើងទឹកទៅកាន់ជើងយៈហ្នឹងបែរជាឈឺជើងខ្លួនឯងបកាច់បកិនតែម្នាក់ឯងនៅពេលហ្នឹងគឺថាឌីឡហ្នឹងគេក៏បានស្រែកថាឥឡូវហ្នឹងដល់វេនគេហើយគេហ្នឹងបើជាគុនចៅគេម្នាក់ហ្នឹងឲ្យចូលទៅវាយហើយនៅពេលហ្នឹងគុនចៅហ្នឹងបាននិយាយថាហួយវាយមិនចង់ឈ្នះទេហើយគីតហ្នឹងក៏បានមកដល់ទៀតគីតហ្នឹងក៏បានស្រែកថាឥឡូវដល់វេនរបស់គាត់ហើយគីតហ្នឹងគឺថាវាប្រហារទៅកាន់អាមួយហ្នឹងហើយស្រែកថាមានអីអស្ចារ្យប៉ុណ្ណឹងក៏ប៉ុន្តែត្រូវបានឡហ្នឹងក៏បានស្រែកថាអានេះអត់ទាន់ស្គាល់សេចក្តីងាប់ទេហើយនៅពេលហ្នឹងគឺថាអាមួយហ្នឹងគូម៉ាហ្នឹងវាបានចេញមកទៀតវាមិនទាន់ងាប់នោះទេហើយគិតបានស្រែកថាឥឡូវមិនទាន់ងាប់ក៏ប៉ះគ្នាទៀតទៅក៏ប៉ុន្តែអាមួយហ្នឹងក៏បានប្រសពើផ្ទុះភ្នំភ្លើងហ្នឹងពេញតែហ្នឹងហើយចំណែកឯក្រុមរបស់មួកចម្បើងរបស់យើងឯនេះវិញហ្នឹងក៏បានដើរទៅជួបជាមួយនឹងគូម៉ាដែលធ្វើឲ្យពួកគេនឹងភ្ញាក់ផ្អើលមែនទែនថាហេតុអ្វីក៏វានៅតែបន្តមានជីវិតធ្វើឲ្យ Monkey D Luffy ហ្នឹងក៏បានសួរថាតើវានឹងគឺជានរណាហេតុអ្វីក៏គេមិនស្គាល់ហើយលោកបន្តមកទៀតកាត់មកដល់ក្រុមចោលសមុទ្រឯនេះវិញដែលគេស្រែកថាឥឡូវហ្នឹងឆាប់ចេញទៅប្រយុទ្ធទៅដែលតាមការពិតទៅពួកហ្នឹងគឺជារូបរាងទូចនោះទេដែលគេហ្នឹងគឺនៅក្នុងអបិមួយថាជក់បរិយនឹងឯងហើយគេហ្នឹងក៏បានបាញ់ក្រកភ្លើងទៅឆ្លងផុតដែនរបស់ពួកគេហ្នឹងក្រកភ្លើងហ្នឹងបែរជាធំទៅវិញហើយផ្ទុះចាត់ចាយពេញតែនឹងហើយក្រុមនាវាជើងទឹកនឹងបែរជាកាប់ផ្ដើមខ្លាចទៅនឹងអបិមួយនឹងត្រែក៏បានបន្លឺសំឡេងឡើងដែលតាហ៊ានជើងសេះជាច្រើននឹងក៏បានហក់ចេញទៅហើយហក់ចេញទៅផុតរបាំងនឹងបែរជាធំធាត់ទៅវិញហើយក៏បានធ្វើការវាយប្រហារហើយលុះបន្តមកទៀតនឹងគឺកាត់មកដល់នារីស្រីម្នាក់នឹងវិញអាញាមអាហារអស់ហើយនឹងក៏ពោះនៅតែឃ្លានទៀតចេះតែមានហើយល្មមញ៉ាំទៅវិញហើយលុះបន្តមកទៀតនឹងនាងក៏បាននិយាយចុះនិយាយឡើងជួបជាមួយនឹងព្រះសង្ឃម្នាក់ដែលគាត់មានឈ្មោះថាអ៊ុយរូចដែលគាត់នឹងឈ្មោះលួយមែនតែនគាត់នឹងកំពុងតែវាយគ្នាជាមួយនឹងក្រូម៉ានឹងឯងមើលតែគាត់នឹងវាយគ្នាបណ្ដើនឹងដូចជាមិនឈ្នះទៅកាន់ក្រូម៉ានឹងនោះទេហើយចំណែកឯអ្នកដតីឯនេះទៀតនឹងគឺកំពុងមើលទៅកាន់កាពីតែនរបស់ខ្លួននឹងឯងកំពុងតែធ្វើការទុះទាបបណ្ដើនឹងជាមួយនឹងសេចក្តីស្លាប់របស់គាត់ថាថ្ងៃហ្នឹងគាត់មិនទាន់ស្លាប់ទេគីសារូនឹងគួរតែចេញទៅគីសារូនឹងបានសួរនាំអំពីគាត់ថាតែគាត់នឹងមានស្គាល់ទៅកាន់អាបុរសម្នាក់ដែលមានឈ្មោះថាសេនតូម៉ារូអត់ក៏ប៉ុន្តែសួរចុះសួរឡើងនឹងមើលទៅអបិម្នាក់នឹងដូចជាមិនខ្វាយខ្វល់ជាមួយនឹងគីសារូទេគាត់ក៏បានប្រើរន្ទះជើងនៅពន្លឺរបស់គាត់នឹងវាប្រហារទៅកាន់អបិមួយដែលជាកាពីតែននឹងធ្វើឲ្យខ្ទាតទៅកាន់ឆ្ងាយមែនតែនហើយកូនចៅរបស់គាត់នឹងបានមើលស្រីថាកាពីតែនហើយនៅពេលហ្នឹងក្រុមចោលសមុទ្រជាច្រើនកំពុងតែប្រមូលផ្ដុំគ្នាបើជាឃើញចោលសមុទ្រម្នាក់ត្រូវបានពន្លឺរន្ទះជើងនឹងទៅវិញមិនដឹងថាមានមូលហេតុអ្វីនោះទេគាត់នឹងក៏បានដេកស្លាប់ជាមួយនឹងអាសពើមួយនឹងហើយនៅពេលហ្នឹងគឺថាអាចោសមុទ្រលើពីខាងលើហ្នឹងវាបានស្រែកថាអស្ចារ្យមែនទែនហើយនឹងហើយគីស៊ូរ៉ាហ្នឹងគឺគេមិនអស់ចិត្តនោះទេគេក៏បានប្រើដៃរបស់គាត់ហ្នឹងបាញ់បន្តទៀតធ្វើឲ្យក្រុមចោសមុទ្រម្នាក់ទៀតហ្នឹងក៏បានងាប់ទៀតហើយដែលធ្វើឲ្យអ្នកទាំងអស់គ្នាឆ្ងល់មែនទែនថាមានមូលហេតុអ្វីចំណែកឯកាពីតែនម្នាក់ហ្នឹងក៏បានដើរចេញមកថាខ្ញុំមិនទាន់ស្លាប់នោះទេដែលធ្វើឲ្យគីសារូនឹងគេភ្ញាក់ផ្អើលមែនតែនបាស៊ីនឹងមិនដឹងថាគេនឹងប្រើសពើអីនោះទេដឹងថាវេទមន្តមួយនឹងដូចជាវេទមន្តមុនអាគមអញ្ចឹងចំណែកឯលោកសង្ឃដែលមានឈ្មោះថាអ៊ុយរូចនឹងត្រូវបានគូម៉ានឹងវាយធ្លាក់ចុះមកក្រោមហើយគាត់ក៏បានកលេចមើលទៅកាន់ឃើញគីសារូនឹងឯងគាត់នឹងក៏រៀងភ័យនឹងឯងហើយលោកបន្តមកទៀតនឹងគាត់ថាមិនគួរដល់ពេលនិយាយទេរំពេចនោះឃើញបរិសុទ្ធចម្លែកម្នាក់កំពុងតែធ្វើការវាយប្រហារទៅកាន់គ្រូម៉ាហើយគាត់ម្នាក់នឹងគឺមានឋានៈខ្ពស់ដែរហ្នឹងណាដែលធ្វើឲ្យអ្នករាល់គ្នានឹងឆ្ងល់ថាតើគាត់នឹងគឺជានរណាដែលគាត់មានឈ្មោះថា Red Flash Extrake នឹងព្រះសង្ឃចាស់តើឯងនឹងមានបញ្ហាអត់ហើយលោកបន្តមកទៀតគឺគីសារូនឹងបាននិយាយថាគេនឹងធ្លាប់ធ្វើជានាវីជើងទឹកយើងមិនដឹងថាមានរឿងអ្វីហ្នឹងនៅពីក្រោយទៀតនោះទេចំណែកព្រះអង្គសង្ឃម្នាក់ហ្នឹងគឺគាត់បានបរិយខ្លួនគាត់នឹងយ៉ាងធំហើយគាត់នឹងក៏បានស្រែកថាឥឡូវដល់ការប្រយុទ្ធមែនទែនហើយចំណែកអាអ្នកនៅខាងលើហ្នឹងវារៀងភ័យហើយអាមួយពាក់អាវប្រាក់ហ្នឹងក៏បានថារត់ទៅតែអាមួយទៀតហ្នឹងថាហួយអស្ចារ្យខ្លាំងណាស់មកលៀនគ្រោះថ្នាក់ពិតមែនក៏ប៉ុន្តែរឿងនៃអស្ចារ្យហ្នឹងគួរតែត្រូវនៅមើលបន្តទៀតមិនគួរណាភ័យខ្លាចរត់ទេ
គូម៉ាម្នាក់ហ្នឹងកំពុងតែធ្វើការហ្នឹងវាប្រហារទៅកាន់ Monkey D Luffy ហើយអ្នករាល់គ្នាបានស្រែកថា Luffy ឯងឈួតទេអីម្នាក់ហ្នឹងគឺជាសត្រូវហើយឯងហ្នឹងនៅសួរទៅអីទៀតហើយនៅពេលហ្នឹង Monkey D Luffy ហ្នឹងមិនដឹងជាគាត់នឹងឈួតអីមែនទេគាត់ក៏បានបែរទៅក្រោយសាន់ជីស្រែកថាអើយងាប់ឥឡូវហើយឆាប់កិច្ចឲ្យលឿនឡើងទៅហើយលុះបន្តមកទៀតអាក្របមួយហ្នឹងបាញ់ទៅធ្វើឲ្យផ្ទុះហ្នឹងខ្ចាត់ខ្ចាយនឹងខ្យល់ខ្លាំងមែនទែនLuffy នឹងខឹងមែនទែនហើយស្រែកថាមិនគួរណាសោះហើយបើជាធ្វើមុខហ្នឹងដូចជាទាក់ទាញចំណាប់អារម្មណ៍មែនទែនឧសុបថាចិត្តងើបហើយហ្នឹងណាចេះតែនៅសប្បាយថែមទៀតសមាជិករបស់ក្រុមចុះសមុទ្រមួកចម្បើងហ្នឹងគឺថាភ័យខ្លាចទៅនឹងអាគូម៉ាហ្នឹងមែនទែនដោយសារតែពួកគេធ្លាប់ប្រយុទ្ធជាមួយនឹងវាលើកមុនក៏ដឹងពីសមត្ថភាពរបស់ពួកវាហ្នឹងឯងថាវាខ្លាំងប៉ុណ្ណាសូម្បីតែសូរ៉ូរបស់យើងហ្នឹងក៏ធ្លាប់ពីប្រហារជាមួយនឹងអាបិសាយគូម៉ាហ្នឹងផងដែរហើយលុះបន្តមកទៀតគឺថាសមាជិករបស់ក្រុមមួកចម្បើងរបស់យើងហ្នឹងបាញ់កំភ្លើខ្យល់របស់គេហ្នឹងទៅកាន់គូម៉ាហ្នឹងធ្វើឲ្យវាហ្នឹងប៉ាន់ទៅណាមីនិយាយថាធ្វើការងារបានល្អខ្លាំងណាស់លុះបន្តមកទៀតប្រុកបាននិយាយថា Luffy របស់យើងហ្នឹងគឺគេបានប្រើសពើរបស់គេដែលជា Great Second ហ្នឹងឯងហើយគេហ្នឹងខ្លួនប្រាណហ្នឹងដុំពឿដោយពឿស្វាយហើយលុះបន្តមកទៀតសមាជិករបស់គេហ្នឹងកំពុងតែត្រៀមខ្លួនប្រយុទ្ធលុះបន្តមកឃើញថាសូរ៉ូក៏បានស្រមៃទៅកាន់រឿងរ៉ាវអតីតកាលរបស់គាត់ដែលគាត់កាលពីមុនគាត់បានធ្វើការវាប្រហារគ្នាជាមួយនឹងអាគូម៉ានឹងហើយឥទ្ធិពលរបស់វាខ្លាំងមែនទែនហើយ Luffy បានស្រែកថាត្រៀមខ្លួនរួចរាល់នៅតោះយើងជួបប្រយុទ្ធហើយនឹងហើយសាច់រឿងរបស់យើងក៏បានបំបែកទៅវិញជាមួយនឹងក្រុមចុះសមុទ្រ Kid ក៏ដូចជាក្រុមចុះសមុទ្រ Law នឹងឯងដែលគេកំពុងតែវាប្រហារជាមួយនឹង Law នឹងឯងហើយលុះបន្តមកទៀតគឺឃើញផងដែរថាសាច់រឿងរបស់យើងហ្នឹងក៏បានបញ្ចប់ជាមួយនឹងអាប៉ែមួយដែលមានឈ្មោះថា Sento Maru នឹងឯងស្រៀមគ្រូម៉ាគឺគេកំពុងតែធ្វើការប្រយុទ្ធគ្នាជាមួយនឹងក្រុមរបស់ Luffy យើងនឹងឯងលុះបន្តមកទៀត Luffy របស់យើងហ្នឹងខំកាច់បណ្ដើអីបណ្ដើអញ្ចឹងទៅដែលគេហ្នឹងបានធ្វើការវាប្រហារគ្នាហើយមើលទៅ Luffy ហ្នឹងដូចជាមិនសូវមានកាឡូជាមួយនឹងអាប៉ែគូម៉ាហ្នឹងនោះទេចំណែកអ្នកដតីទៀតហ្នឹងគឺថាឈោមមើល Luffy កំពុងតែប្រយុទ្ធគ្នាហ្នឹងមិនជួយប្រយុទ្ធនោះទេហើយគូម៉ាបាញ់ភ្លើងឡាស៊ែទៅហ្នឹងមិនត្រូវ Luffy ឯណាបើជាត្រូវអ្នកទាំង3ហ្នឹងកំពុងតែរត់ខ្ចាយដាច់ជើងគ្នាហ្នឹងប្រព្រឹត្តប្រព្រាតហើយអ្នកទាំង3ហ្នឹងគឺថាមិនជួយប្រយុទ្ធគេនោះទេបែរជារត់ពួនទៅវិញហើយអាប៉ែមួយហ្នឹងបាននិយាយថាកម្លាំងរបស់វាហ្នឹងខ្លាំងមែនតើហើយអ្នកទាំង3ហ្នឹងបាននិយាយថាចាំតិចទៀតទៅចាំពួកគេហ្នឹងចេញទៅជួយប្រយុទ្ធចេះតែមានហើយហ្នឹងណាមិនចេះហ៊ានជួយប្រយុទ្ធជាមួយនឹងគេនោះទេសាន់ជីហើយនឹងសូរ៉ូ Luffy ហ្នឹងកំពុងតែធ្វើការវាប្រហារហ្នឹងទៅកាន់អាគូម៉ាហ្នឹងផងដែរពួកគេទាំង3នាក់សហការគ្នាហ្នឹងទៅផងធាក់ផងប្រើដាផងហ្នឹងរហូតដល់គូម៉ាហ្នឹងបានដួលហើយលុះបន្តមកទៀតហ្នឹងពួកគេហ្នឹងក៏បានសម្លឹងមើលទៅកាន់គូម៉ាហ្នឹងទាំងដកដង្ហើមធំមែនតែនមិនថាតែ Luffy សូរ៉ូអីនោះទេគឺនាំគ្នាដកដង្ហើមធំទាំងអស់ចំណែកឯខាងស្រីរបស់យើងនេះវិញបាននិយាយថាអស្ចារ្យមែនតែនក៏ប៉ុន្តែ Robin ក៏បាននិយាយកាត់ថាវាមិនមែនចេះតែងាយស្រួលដូចឆ្នាំនោះទេប្រហែលជាវាមិនទាន់ស្លាប់ទេចំណែកឯ Luffy អីហ្នឹងគឺត្រូវបានសាន់ជីនិយាយថាមិនកុំមើងងាយវាពេកអីហើយសូរ៉ូបាននិយាយថាវាមើលទៅដូចជាមិនងាយដល់ថ្នាក់ហ្នឹងទេអីចំណែកអាគូម៉ានឹងវិញហ្នឹងកំពុងតែកក្រើកដៃរបស់វាហ្នឹងក៏បានងើបឡើងមកជាមួយនឹងភ្នែកពណ៌ក្រហមផងដែរសាច់រឿងរបស់យើងក៏បានបង្វែរមកដល់លោកសង្ឃឯនេះវិញដែលគាត់កំពុងតែធ្វើការវាប្រហារគ្នាហ្នឹងជាមួយនឹងអាគូម៉ានឹងថាដល់វេនយើងហើយគាត់ក្រុមតែមានធំភ្លាមហ្នឹងបានធ្វើការវាប្រហារទៅកាន់អាគូម៉ាហ្នឹងដាក់លើភ្ញាក់នឹងជញ្ជាំងតែម្ដងហើយលុះបន្តមកទៀតគាត់ថាអើយប៉ុណ្ណឹងហ្នឹងកុំមកអោជាមួយគាត់ហើយលុះបន្តមកទៀតខៃស៊ីនហ្នឹងគេគិតថាតើអាសង្ឃហ្នឹងអាចខ្លាំងដោយរបៀបណាមកផ្លេតសោះហើយសង្ឃហ្នឹងបែរជាដួលទៅវិញគូម៉ាហ្នឹងក៏បានដើរចេញមកពីជញ្ជាំងផងដែរហើយសង្ឃម្នាក់ហ្នឹងមើលទៅដូចជាមិនមានកាឡូជាមួយនឹងគូម៉ាហ្នឹងទេគូម៉ាហ្នឹងគឺថាវាយមិនចេះឈឺមិនចេះស្លាប់ទៀតត្រាក់គេឯនេះវិញហ្នឹងកំពុងតែភ័យស្លន់ស្លោផងដែរហ្នឹងណាប៉ុន្តែគេមិនហ៊ាននិយាយនោះទេនៅបន្តមកទៀតគឺគីសារូហ្នឹងគឺគេបាននិយាយថាឥឡូវគេក៏នៅទីនេះដែរចំណែកឯកូនចៅចុះសមុទ្រទាំងប៉ុន្មានហ្នឹងមានការភ្ជាប់ផ្អើលទៅនឹងទង្វើរបស់គូម៉ាហ្នឹងមែនតើគីសារូហ្នឹងគេក៏បាននិយាយថាវាយឆ្កែក៏ត្រូវមើលម្ចាស់ដែរថាគេហ្នឹងកំពុងតែនៅទីហ្នឹងផងដែរហើយលុះបន្តមកទៀតហ្នឹងពួកគេទាំង3ទាំង4នាក់ហ្នឹងមិនមាននរណាហ្នឹងតដៃនរណាទេរហូតដល់ត្រាក់គេហ្នឹងក៏បានប្រែខ្លួនរបស់គេហ្នឹងខ្លាចទៅជាដៃណូស័រហ្នឹងក៏បានធ្វើការប្រយុទ្ធគ្នាហ្នឹងជាមួយនឹងអាគូម៉ាអាប៉ែ DJ នៅខាងលើហ្នឹងក៏បានមើលផងដែរហើយដៃណូស័រហ្នឹងគឺថាខំទៅកាន់ក្បាលគូម៉ាហ្នឹងហើយគូម៉ាហ្នឹងក៏បានបាញ់កំភ្លើងមកវិញទៀតដែលធ្វើឲ្យគេមួយរំពេចហ្នឹងគឺបានផ្លាស់ប្ដូររូបហ្វមរបស់គេដែលជាដៃណូស័រហ្នឹងមកមនុស្សវិញដោយសារតែធម្មពលរបស់គូម៉ាហ្នឹងខ្លាំងពេកត្រាក់គេបាននិយាយថាសម្បីតែគូម៉ាហ្នឹងក៏ចេះមានឈាមដែរវាមិនមែនជាមនុស្សយន្តសុទ្ធសាធនោះទេលោកសង្ឃហ្នឹងក៏បាននិយាយថាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ក៏ប៉ុន្តែគីសារូបាននិយាយថាក៏ត្រូវមើលគាត់ផងដែរគាត់នឹងក៏បានថាក់ទៅកាន់លោកសង្ឃនឹងពើងពី3កណាត់ថៃគីននឹងគឺគេកំពុងតែមើលមុខទៅកាន់គីសារូនឹងមិនទាន់បានប្រមាណផងគ
គីសារូហ្នឹងគឺគេបានធ្វើការស្រែកថាដល់វេនឯងហើយឥឡូវត្រូវប្រយុទ្ធគ្នាហើយនៅពេលហ្នឹងគឺថាគេហ្នឹងបានប្រែក្លាយទៅជាបិសាចហើយគីសារូហ្នឹងក៏បានប្រើឡាសែនៃដៃរបស់គាត់ហ្នឹងបាញ់ពន្លឺហ្នឹងទៅកាន់កែភ្នែករបស់អាប៉ែមួយហ្នឹងដែលធ្វើឲ្យគាត់ហ្នឹងសឹងតែខ្វាក់ភ្នែកហើយគាត់បាននិយាយថាតើជីវិតឯងសល់ប៉ុន្មានទៀតបាញ់មិនចេះងាប់ទេអីហើយលុះបន្តមកទៀតហ្នឹងគាត់ក៏បានវាយផងធាក់ផងជាមួយនឹងពន្លឺឡាសែហ្នឹងក៏ប៉ុន្តែត្រូវបានអាប៉ែមួយដែលថានៅមើលពីលើហ្នឹងក៏បានប្រើភ្លេងតន្ត្រីរបស់គេហ្នឹងទៅអោយអាប៉ែដែលថាគីសារូនឹងស្ដាប់ដែលគាត់នឹងនិយាយថាតើនោះគឺជាអ្វីហើយនៅពេលហ្នឹងគឺថាលេងភ្លេងចុះលេងភ្លេងឡើងហ្នឹងធ្វើឲ្យអាប៉ែដែលជានាវិកហ្នឹងគឺគេមិនបានវាប្រហារតទៀតទេគេកំពុងតែស្ដាប់ភ្លេងហ្នឹងជក់ចិត្តមែនតែនក្រោយពីស្ដាប់អស់ចិត្ត80ម៉ោងទៅហើយហ្នឹងអ្នកទាំងអស់គ្នាដែលជាក្រុមចោរសមុទ្រហ្នឹងក៏បានបដូរហ្វមមកជាហ្វមទី1របស់ពួកគេវិញហើយអាប៉ែមួយហ្នឹងគ្រាន់តែស្រែកច្រៀងចុះឡើងហ្នឹងធ្វើឲ្យគីសាមូហ្នឹងគេនឹងខំស្ដាប់មែនតែនទះទ្រូងភ្លាមស្រែកប៊ូមគឺថាផ្ទុះទៅកាន់អាប៉ែដែលជានាវិកហ្នឹងទៅវិញហើយហ្នឹងហើយគឺគេពឹងទៅជាមួយនឹងការដាច់ខ្លួនហើយអាប៉ែមួយហ្នឹងស្រែកថាឥឡូវគឺកិច្ចការងាររបស់គាត់បានបញ្ចប់ហើយមើលទៅឧត្តមសេនីយ៍នាវិករបស់គាត់វិញគឺថាដាច់ខ្លួនជា2ជា3បាត់ទៅហើយអាប៉ែហ្នឹងស្រែកថាចៃយោឈ្នះហើយវាយគេមិនទាន់ដឹងអីផងហ្នឹងក៏បានដាក់មេភ័យរត់តែម្ដងហើយលុះបន្តមកទៀតហ្នឹងគឺថាអាប៉ែដែលជាឧត្តមសេនីយ៍វឹកហ្នឹងបាននិយាយថាមើលទៅវាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ជើងរបស់គាត់ក៏បានក្រោកឈរឡើងជាមួយនឹងការប្រមូលផ្ដុំធម្មពលក៏ដូចជារូបរាងកាយរបស់គាត់ហ្នឹងប្រមូលផ្ដុំគ្នាវិញហើយគាត់ក៏បាននិយាយថាចុះអាណាអ្នកវាយអញមិញទៅណាហើយលុះបន្តមកទៀតហ្នឹងគឺបានប្រើលបឿននៃពន្លឺហ្នឹងហក់ទៅវាយអាប៉ែមួយហ្នឹងភ្ញាក់ទៅនឹងជញ្ជាំងស្ត្រាក់គេត្រូវមួយជើងថែមទៀត reflex របស់គាត់ហ្នឹងលឿនមែនតែនធ្វើការ teleport នឹងរហ័សមែនទែនសម្បីតែកូនចៅចុះសមុទ្រនឹងក៏មើលមិនទាន់ថែមទៀតហើយគាត់នឹងក៏បានដើរទៅបៀតទៅកាន់អាប៉ែមួយដែលជាកាពីតែនរបស់គេដែលថាជីវិតមិនចេះស្លាប់នឹងឯងទៅចិត្តដល់គេហើយណាក៏ស្រែកឌឺថែមទៀតថាចិត្តដល់ពេលងាប់ហើយចុះឯណាពាក្យសម្ដីដែលឯងថាឯងមិនមែនងាប់ថ្ងៃនេះក៏ប៉ុន្តែពេលនោះពន្លឺនៃឡាសែរបស់គាត់បែរជាត្រូវបានបញ្ឈប់វិញតាមការពិតទៅគឺទូរស័ព្ទរបស់គាត់នឹងបាន alert គាត់ក៏បាននិយាយទូរស័ព្ទរបស់គាត់មួយរយៈចំណែកឯអាប៉ែមួយនេះគឺថាមិនអាចតដៃរួចនោះទេហើយគាត់នឹងក៏បាននិយាយទូរស័ព្ទថាលោកពូហើយអ្នកដែលនិយាយទូរស័ព្ទពីខាងនោះទេដែលហៅគាត់ថាលោកពូហើយលោកបន្តមកទៀតអាប៉ែមួយហ្នឹងមានឈ្មោះថាសិនតូម៉ារូនឹងឯងដែលគាត់រកពីដំបូងនៃសាច់រឿងសិនតូម៉ារូហ្នឹងក៏បាននិយាយថាលោកពូឆាប់ទៅចាប់មេក្រុមលូហ្វីក៏ដូចជាឃីតហើយនឹងឡទៅអ្នកទាំង3អ្នកហ្នឹងគឺនៅបៀតគ្នានោះទេហើយចំណែកអ្នកទាំង4នេះទុកឲ្យខ្ញុំចាត់ការម្ដងហើយគាត់ហ្នឹងក៏បាននិយាយថាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់មេក្រុមនៃក្រុមមួកចំបើនៃក្រុមចោរសមុទ្រឬរបស់យើងហ្នឹងក៏បានបង្វែរមកដល់លូហ្វីរបស់យើងដែលកំពុងតែប្រយុទ្ធគ្នាជាមួយនឹងគូម៉ាហើយគូម៉ានឹងខ្លាំងក្លាមែនទែនសូរ៉ូសាន់ជីអ៊ូសុបនឹងកំពុងតែវាប្រហារទៅកាន់វីក៏ប៉ុន្តែសូរ៉ូបែរជាស្រមៃការពីអតីតកាលដែលគាត់វាយចាញ់នឹងគាត់មិនចង់កាច់ទេសាន់ជីស្រែកថាហើយឈួតទេអីឆាប់កាច់ឲ្យលឿនឡើងទៅក៏ប៉ុន្តែសូរ៉ូរបស់យើងនឹងកាច់បែរជាកាច់តែបន្តិចដោយសារតែត្រូវរបួសពីមុនផងក៏ដូចជារៀងបាក់ស្បាតកាលមកលើមុនផងដែរហើយលុះបន្តមកទៀតសាន់ជីថាអានេះបាក់ស្បាតម្ដងហើយគឺវាដូចជាយ៉ាងម៉េចទេហើយនៅពេលហ្នឹងគាត់បានគិតក្នុងចិត្តម្នាក់ឯងថាមើលទៅគាត់ក៏មិនអាចស្ដីបន្ទោសទៅកាន់សូរ៉ូផងដែរដោយសារតែរបួសរបស់គាត់នឹងឯងហើយគាត់បាននិយាយថាឥឡូវគាត់ត្រូវការជំនួយលូហ្វីឯនឹងឆាប់ចេញមកប្រយុទ្ធមកសូរ៉ូរបស់យើងនឹងត្រដកខ្យល់មែនតែនដោយសារតែគាត់ត្រូវរបួសកាលពីមុនផងហើយសាច់រឿងរបស់យើងនឹងក៏បានចាប់តែប៉ុណ្្នឹងបើសិនជាមានពាក្យកំហុសខុសឆ្គងនឹងអេដមីនសុំទោសទុកជាមុនផងដោយសារតែអេដមីននិយាយយកមកសម្លេងនឹងចប់តែម្ដងពិសេសជាងនឹងគឺអេដមីនរវល់ទៅរៀនអញ្ចឹងហើយអេដមីនបានធ្វើវានឹងរយៈពេលខ្លីមែនតែនសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តនៅវីដេអូមួយហ្នឹង
ការ scan ទៅកាន់ kit ហើយគេក៏បាន scan អំពីប្រាក់ក្បាលរង្វាន់របស់ kit ផងដែរហើយអ្នកទាំងអស់គ្នាអាចរកខ្លួនឯងទៅ admin មិនអាចរកបាននោះទេហើយលុះបន្តមកទៀតអាគូម៉ាមួយហ្នឹងវាក៏បានស្វែងរកជាមួយនឹងក្បាលរបស់ឡដែលមានតម្លៃក្បាលរបស់ខ្លួនគេហ្នឹងគឺថាច្រើនមែនទែនក៏ប៉ុន្តែរៀងចាញ់ kit បន្តិចហើយអាផ្នែកមួយហ្នឹងគឺបានធ្វើការបាញ់ឡាសៀទៅកាន់ឡហ្នឹងក៏បានបង្កើតនៅបន្ទប់ទឹកមួយដើម្បីឲ្យវានឹងហ៊ុំព័ទ្ធទៅកាន់កូម៉ាក៏ប៉ុន្តែត្រូវបានកូម៉ាម្នាក់នឹងបាញ់ឡថាពុទ្ធោអើយមិនគួរណាសោះខ្វះតែបន្តិចទៀតសោះហ្នឹងណាហើយលុះបន្តមកទៀតកូនចៅនៃក្រុមរបស់គេនឹងក៏បាននិយាយហើយលុះបន្តមកទៀតគ្នារបស់គេនឹងក៏បានមកវាប្រហារហ្នឹងទៅកាន់អាកូម៉ាមួយហ្នឹងហើយមើលទៅការវាប្រហារមួយហ្នឹងស្ទើរតែសម្រាប់កូម៉ានឹងទៅហើយក៏ប៉ុន្តែវានៅតែមានជីវិតថ្លៃទៅទៀតហើយលុះបន្តមកទៀតគិតរបស់យើងក៏បានស្រូបដែកហ្នឹងមកប្រជុំវិញខ្លួនរបស់គាត់ហ្នឹងធ្វើការដើម្បីធ្វើការវាប្រហារហ្នឹងជាមួយនឹងកូម៉ាផងដែរហើយគាត់ក៏បាននិយាយផងដែរថារងចាំបន្តិចទៅឡកំពុងតែមើលទៅកាន់គិតថាកំពុងធ្វើការវាប្រហារបែបម៉េចសាច់រឿងរបស់យើងក៏បានបង្វែរមកដល់ក្រុមចោលសមុទ្រមួយចម្បើងឯនេះវិញឃើញថាសមាជិករបស់ពួកគេនីមួយកំពុងតែធ្វើការវាប្រហារគ្នានឹងជាមួយនឹងគូម៉ានឹងហើយមើលទៅពួកគេនឹងដូចជាមិនមែនជាដៃគូជាមួយនឹងគូម៉ានឹងនោះទេហើយពួកគេនឹងមើលទៅហត់មែនតើនៅក្នុងការវាប្រហារមួយនឹងអានេះគូម៉ាត្រឹមតែមួយសោះធ្វើឲ្យពួកគេនឹងហត់តំណឹងទៅហើយចុះទៅរងគូម៉ាដទៃទៀតសូរ៉ូនៅពេលហ្នឹងក៏បានកាន់ដាវរបស់គាត់ជាប់ដើម្បីធ្វើការវាប្រហារនៅពេលហ្នឹងផងដែរនឹងគ្នារបស់គាត់នឹងខំចូលព្យាយាមទៅជួយសូរ៉ូមែនតើដោយសារតែសូរ៉ូនឹងមិនកិច្ចទៅតែសោះហើយ Chopper នឹងវាប្រហារទៅកាន់គូម៉ានឹងលពើហើយលុះបន្តមកទៀតនឹងគូម៉ានឹងស្ទើរតែបាញ់ Chopper ទៅហើយតែសំណាងនឹងត្រូវបាន Frankie មកជួយទាន់ហើយក្រាប់មួយនឹងក៏បានបាញ់ទៅលើដើមឈើមួយហើយ Frankie នឹងក៏បាននិយាយថាឯងនឹងគួរតែទៅងាប់ទៅកុំមកនៅរស់ទន្ទឹះតែងគេថែមទៀតហើយចំណែកដល់ពេលហ្នឹងផងដែរហ្នឹងគឺពួកគេទាំងអស់គ្នានឹងកំពុងតែនិយាយថាតើគួរធ្វើបែបម៉េចចំណែកឯប្រុសរបស់យើងហ្នឹងគឺថាហោះឡើងទៅលើហើយលូតមកចាក់គេខាងក្រោមទៀតហើយនៅពេលហ្នឹងគេស្រែកថាហេតុអីក៏មិនងាប់ហើយលុះបន្តមកទៀតគឺថាគេថាគ្រោះថ្នាក់ហើយគេហ្នឹងគឺថាចេះតែមានហើយអាងាប់ទៅម្ដងហើយហ្នឹងណាហើយលុះបន្តមកទៀតឧសពហ្នឹងខំជួយទៅកាន់គេមែនទែនក៏សំណាងល្អហ្នឹងក៏បានជួយជាប់ហើយឧសពហ្នឹងក៏បានរត់ហ្នឹងក៏មិនចេះងាប់ទៀតហើយនៅពេលហ្នឹងផងដែរហ្នឹងសូរ៉ូថាចោះយើងហ្នឹងមិនឆាប់ជួយគ្នាវាប្រហារវាបន្តទៀតទៅក៏ប៉ុន្តែ Frankie ថាអាម្នាក់ហ្នឹងមានរាងកាយរឹងមាំមែនទែនរាងកាយរបស់វាហ្នឹងមិនលើធ្វើពីអីខ្លាំងនោះទេនៅពេលហ្នឹងគឺថាកូម៉ាហ្នឹងគឺបាន scan ទៅកាន់ Nami របស់យើងដែល Nami ហ្នឹងកំពុងតែរត់ក៏ប៉ុន្តែកូម៉ាម្នាក់ហ្នឹងស្ទើរតែបាញ់ឡាសែចេញពីមាត់គេទៅហើយក៏ប៉ុន្តែត្រូវបាន Bobin ហ្នឹងគឺបានជួយគេទាន់ Robin ហ្នឹងក៏បានយកដៃហ្នឹងផ្ទុកក្បាលទៅកាន់កូម៉ាមួយហ្នឹងផ្ទុកក្បាលរបស់វាផ្ទៀមតែម្ដងចំណែកឯ Nami ហ្នឹងក៏បានឃើញឱកាសបែបហ្នឹងហើយហ្នឹងគឺថាគេក៏បានធ្វើការវាប្រហារហ្នឹងទៅកាន់គូម៉ាហ្នឹងបន្ថែមទៀតបានស្រ័យថែមទៀតថាជីវិតចុងបញ្ចប់នៃគូម៉ាហ្នឹងវាត្រូវងាប់ហើយគំរោះនៅមកធ្ងន់ផែនដីបន្តទៀតហើយនឹងហើយគឺថាផ្ទុះខ្ទេចខ្ទីខ្លួនប្រាណរបស់គេហើយហ្នឹងអាគូម៉ាម្នាក់ហ្នឹងបែកថ្នាំតែម្នាក់ឯងបាញ់ទៅពីទៅពីតែម្ដងគ្មានខ្វល់ពីនរណានោះទេ scan អីក៏បាញ់នោះឯងហើយលុះបន្តមកទៀតហ្នឹងធ្វើឲ្យអ្នករកគ្នាហ្នឹងរត់ចិត្តចាយតែម្ដងហើយឧសពថាបើនៅតែអញ្ចឹងទៀតងាប់ជាមិនខានចេះតែរត់ទៅចំណែកសាន់ជីរបស់យើងហ្នឹងក៏បានប្រើភ្លើងជាមួយនឹងជើងរបស់គាត់ហ្នឹងដើម្បីធ្វើការវាប្រហារហ្នឹងថាក់ទៅកាន់អាគូម៉ាហ្នឹងចំណែកឯសូរ៉ូរបស់យើងហ្នឹងក៏បានចង់កំណត់ក្បាលរបស់គាត់ហ្នឹងដើម្បីធ្វើការវាប្រហារទៅផងដែរហើយគាត់បាននិយាយថាឲ្យលឿនឡើងទៅសាន់ជីហើយសាន់ជីរបស់យើងហ្នឹងក៏បានរត់ចូលទៅធាក់ជាមួយនឹងគូម៉ាហ្នឹងមួយជើងតែម្ដងឡើងបាសជើងថែមទៀតហើយ Frankie ក៏បានថាលឿនឡើងទៅចំណែកឯសូរ៉ូរបស់យើងហ្នឹងក៏បានប្រើក្បាច់ដាវរបស់គាត់ហ្នឹងបែកខ្លួនជា3ដោយទៅជាប្រាសាទបាយិនរបស់យើងអញ្ចឹងឯងសូរ៉ូក៏បានជួបទៅកាប់ជាមួយនឹងគូម៉ាហ្នឹងហើយលុះបន្តមកទៀតគូម៉ារបស់យើងហ្នឹងគឺត្រូវបាន Luffy របស់យើងហ្នឹងហោះឡើងមកពីលើហើយបានស្រែកថាស៊ីនៅកណ្ដាប់ដៃទី3ហ្នឹងទៅហើយនៅពេលហ្នឹងផងដែរហ្នឹងអ្នករកគ្នាហ្នឹងក៏បានស្រែកថា Luffy ឯងធ្វើហ្នឹងឈួតទេដឹងឯងនឹងឆាប់រត់គេចទៅកុំនៅធ្វើអញ្ចឹងទៀតនឹងហើយ Nami របស់យើងនឹងខំស្រែកមែនតែនក៏ប៉ុន្តែ Luffy របស់យើងមិនស្ដាប់នោះទេ Chopper និង Usopp ហ្នឹងក៏បានស្រែកថាកិច្ចទៅក៏ប៉ុន្តែ Luffy របស់យើងហ្នឹងមិនកិច្ចនោះទេសំបីតែគេហ្នឹងគឺថារៀងឈួតមែនតែនចូលទៅធ្វើការវាប្រហារទៅកាន់អាប៉ែកមួយហ្នឹងគឺថាមួយដៃហ្នឹងតិចទីបែកបន្តាអីហ្នឹងអស់រលីងតែម្ដងហើយ Luffy របស់យើងហ្នឹងក៏បានកវត្តដៃរបស់គេមកវិញហ្នឹងបើផ្ទាក់ទៅនឹងដីផងដែរហើយនៅពេលហ្នឹងគ្នារបស់គេនីមួយមើលទៅហ្នឹងដូចជាហត់មែនតែនសំបីតែ Zoro ហ្នឹងគឺថាអង្គុយមិនចង់ជាប់ថែមទៀតសំបីតែ Luffy ហ្នឹងក៏បានដេកទៅនឹងដីបាត់ទៅហើយ Frankie ហ្នឹងក៏បាននិយាយថាឈ្នះទៅហើយមនុស្សយន្តម្នាក់ហ្នឹងមានឈ្មោះថា PX4 ហើយ PX4 ហ្នឹងគឺថាមិនមែនមានតែមួយនោះទេសំបីតែ Nami ហ្នឹងក៏បាននិយាយថាវាគួរឲ្យខ្លាចខ្លាំងណាស់ចុះបើពួកយើងគួរតែចាក់ចេញពីទីហ្នឹងទៅកុំនៅទីហ្នឹងបន្តទៀតសំបីតែ Usopp ហ្នឹងក៏បានថាចាក់ចេញផងដែរចំណែក Chopper ក៏ថាគួរតែរត់ចេញទៅ Robin ហ្នឹងឆ្ងល់មែនទែនថាមនុស្សយន្តហ្នឹងហេតុអ្វីក៏វាខ្លាំងម្ល៉េះ
ហើយវានឹងធ្វើការវាប្រហារជាមួយនឹងពួកយើងនឹងយ៉ាងល្អថែមទៀតហើយនឹងហើយគឺថាពួកគេទាំងអស់គ្នានឹងដូចជាចង់ចាក់ចាញ់ហើយមិនមាននរណាម្នាក់នឹងចង់នៅលើកោះនឹងថែមទៀតទេដោយសារតែមនុស្សយន្តនឹងខ្លាំងក្លាពេកបើនៅទៀតអញ្ចឹងប្រហែលជាត្រូវងាប់ដោយសារតែមនុស្សយន្តនឹងហើយពួកគេក៏មានការភ្ញាក់ផ្អើលដោយសារតែនៅពេលហ្នឹងគឺសត្រូវធំរបស់ពួកគេនឹងក៏បានហោះឡើងមកពីលើមេឃផងដែរសូម្បីតែសូរ៉ូរបស់យើងនឹងត្រៀមដាវជាមួយនឹងការវាប្រហារនឹងទៅកាន់ម្នាក់ហ្នឹងហើយម្នាក់ហ្នឹងមិនមែនអ្នកណាឆ្ងាយនោះទេគឺគេហ្នឹងគឺជាសិនតូម៉ារូនឹងឯងហើយអបិកប៉ងហ្នឹងពិតជាខ្លាំងមែនតែនហើយលុះបន្តមកទៀតពួកគេទាំងអស់គ្នានឹងក៏បានបើកមាត់ចំហធំដោយសារតែពេលហ្នឹងគឺមានកូម៉ានឹងមកថែមទៀតដែលធ្វើឲ្យពួកគេនឹងកាន់តែភ័យខ្លាចហើយកូម៉ាម្នាក់ហ្នឹងគឺពួកគេក៏បានស្រែកថាតើវានឹងពិតមែនឬអត់ហើយសម្បីតែអ្នកដទៃទៀតនេះក៏បាននិយាយថាចប់ហើយពេលហ្នឹងមិនដឹងថារកផ្លូវកិច្ចទៅទេពេលណាហ្នឹងរួចនោះទេហើយពួកគេហ្នឹងក៏បានឈរនិយាយគ្នាយ៉ាងអស់មួយសន្ទុះប្រហែលជា70ម៉ោងទៅហើយលុះបន្តមកទៀតហ្នឹងអបិម្នាក់ហ្នឹងដែលជាពូកំប៉ោងហ្នឹងកំពុងតែចង់សួរសំណួរហ្នឹងទៅកាន់អ្នករាល់គ្នាក៏ប៉ុន្តែគេនិយាយថាខ្ញុំមិនខ្វល់ជាមួយនឹងចម្លើយរបស់ពួកឯងនោះទេហើយគូម៉ាហ្នឹងក៏បានបន្ទោសខ្លួនហ្នឹងដើម្បីធ្វើការវាយប្រហារក៏ប៉ុន្តែខ្លួនរបស់គេមិនខ្ទេចឯណាហើយខ្លួនរបស់គេហ្នឹងគឺបានធ្វើការវាយប្រហារទៅកាន់អ្នករាល់គ្នាទៀតហើយនៅពេលហ្នឹងសូរ៉ូអីហ្នឹងក៏បាននិយាយគ្នាជាមួយនឹងលូហ្វីក៏ដូចជាសាន់ជីអីហ្នឹងឯងថាពួកគេគួរតែរៀបក្បួនហ្នឹងដើម្បីគេចចេញពីទីនេះហើយនៅពេលហ្នឹងគឺថាកាពីតែនរបស់យើងហ្នឹងក៏បានស្រែកថាហ្នឹងហើយគួរតែចាក់ចេញទៅបើមិនសិនជាពួកយើងនៅផ្ដុំគ្នាអញ្ចឹងទៀតប្រហែលជាវាប្រហារមិនឈ្នះវាទេអញ្ចឹងគួរតែបំបែកគ្នាទៅសាន់ជីនេះស្រែកថាអ្នកនាងណាមីអីចឹងទៅហ្វ្រេងគីថាឈួតមែនតើឯងហ្នឹងនៅតែគិតរឿងបែបហ្នឹងចេញទៀតហើយសាន់ជីនេះក៏បាននិយាយថាឯងហ្នឹងគួរតែមើលអ្នកនាងណាមីរបស់យើងទៅយើងនឹងទៅធ្វើការវាប្រហារជាមួយនឹងវាហើយឯងគួរតែការពារនាងឲ្យបានល្អហើយលុះបន្តមកទៀតគូម៉ារបស់យើងនឹងក៏បានធ្វើការវាប្រហារទៅកាន់ក្រុមសាន់ជីរបស់យើងនឹងឯងសូរ៉ូរបស់យើងនឹងក៏បានរត់ហើយអ៊ូស៊ុបរបស់យើងនឹងក៏បានអុកកសូរ៉ូរបស់យើងពីក្រោយថែមទៀតសូរ៉ូរបស់យើងបាននិយាយថាអើយឯងនឹងខ្លួនឯងឈួតអញ្ចឹងប្រុករបស់យើងនឹងក៏បានរត់ជាមួយនឹងគេផងដែរសាន់ជីរបស់យើងឯងនឹងគឺបានរត់ផ្សេងគ្នាតែម្ដងសូរ៉ូរបស់យើងរត់បណ្ដើនឹងនិយាយបណ្ដើថាពួកឯងនឹងឈួតទេអីហេតុអីនឹងក៏រត់លើកើបែបនេះចំណែកលូហ្វីរបស់យើងឯនេះវិញហ្នឹងក៏បានធ្វើការរត់ចាក់ចេញទៅជាមួយនឹងចម្ងាយឆ្ងាយពីគ្នាផងដែរហើយមើលទៅគេហ្នឹងក៏បានស្រែកថាពួកយើងនឹងជួបគ្នានៅពេល3ថ្ងៃក្រោយពួកឯងនេះឆាប់រត់ទៅលឿនទៅអំឡុងពេលដែលរត់ហ្នឹងគឺថាអ៊ូស៊ុបរបស់យើងហ្នឹងបានធ្វើការវាប្រហារក្រឹបកំភ្លើរបស់គេហ្នឹងទៅម្នាក់ហ្នឹងទៀតហើយថែមទាំងរត់លឿនជាងគេទៀតដោយសារតែធ្វើការវាប្រហារគេហ្នឹងខ្លាចគេដេញតាមវាយហ្នឹងឯងហើយនៅពេលហ្នឹងអមនិជនកូម៉ាហ្នឹងមកនៅពីមុខរបស់ Frankie យើងតែម្ដងហើយនៅពេលហ្នឹងធ្វើឲ្យលូហ្វីរបស់យើងហ្នឹងក៏បានស្រែកទៅរកកូនចៅរបស់គាត់ក៏ប៉ុន្តែគឺថាសាន់តូរ៉ូហ្នឹងគឺគេនៅពីមុខរបស់លូហ្វីរបស់យើងផ្ទាល់តែម្ដងហើយគេក៏បាននិយាយថាយើងនឹងបង្រៀនឯងអំពីភាពខ្លាំងរបស់យើងហើយលុះបន្តមកទៀតលូហ្វីរបស់យើងហ្នឹងក៏បានរត់ចូលទៅដាល់ជាមួយនឹងអាប៉ែកមួយហ្នឹងដាល់ក៏ប៉ុន្តែត្រូវគេដាល់ម្ដាយវិញហ្នឹងគឺថាពើងហើយគេហ្នឹងគឺថា reflect លឿនមែនទែនធ្វើការវាបញ្ហាទៅកាន់លូហ្វីសូម្បីតែ Chopper ហ្នឹងក៏បាននិយាយថាម្នាក់ហ្នឹងខ្លាំងជាងលូហ្វីទៀតអញ្ចឹងហើយតើពួកយើងគួរធ្វើដូចម្ដេចហើយលុះបន្តមកទៀតលូហ្វីហ្នឹងក៏បានងើបមកជាមួយនឹងសេចក្តីឈឺក្បាលមែនទែនដោយសារតែអាប៉ែកហ្នឹងវាយឈឺពេកហើយចំណែកឯសូរ៉ូរបស់យើងហ្នឹងរត់បណ្ដាហ្នឹងក៏បានស្គប់ហើយអ៊ូស៊ុបហ្នឹងថាឯងឈប់ធ្វើអីឈួតទេអីហើយលុះបន្តមកទៀតហ្នឹងសូរ៉ូក៏បានមើលទៅកាន់ខាងមុខរបស់គេដែលជួបនឹងមួយឧបសគ្គផ្ទាល់តែម្ដងហើយឧបសគ្គមួយហ្នឹងគឺថាមិនដឹងជានរណានោះទេឃើញតែម្រាមដៃពួកគេក៏បានស្រែកថាសូរ៉ូហើយលុះបន្តមកទៀតលូហ្វីរបស់យើងហ្នឹងភ្ញាក់ផ្អើលមែនតែនហើយគេហ្នឹងក៏បានឆ្ងល់ថាតើអ្វីហ្នឹងកំពុងតែវាប្រហារទៅកាន់សូរ៉ូរបស់យើងនឹងធ្វើការវាប្រហារមួយនឹងត្រឹមតែម្រាមដៃមួយនោះទេហើយនៅពេលហ្នឹងអ៊ូស៊ុបស្រែកថាតើឯងក៏ជានរណាហើយគេនឹងក៏បានស្រែកថាសូរ៉ូចំណែកអាប៉ែសាន់តូរ៉ូនេះវិញហ្នឹងគឺថាគេក៏បាននិយាយដែរថាលោកពូគីសារូហើយនៅពេលហ្នឹងរ៉ូប៊ីនថាគីសារូហេតុអីក៏គេមកដល់ទីនេះហើយលុះបន្តមកទៀតហ្នឹងគឺឃើញផងដែរថាអ៊ូស៊ុបរបស់យើងក្រោយពីបានឮឈ្មោះរបស់គីសារូហើយគឺគេដូចជាមិនស្ទើរនឹងខ្យល់អីទេក៏ប៉ុន្តែប្រូកហ្នឹងគឺថាស្គាល់ច្បាស់តែម្ដងគីសារូហ្នឹងគឺជានរណាហើយគ្រាន់តែឃើញគីសារូនៅចំពោះមុខភ្លាមនឹងធ្វើឲ្យពួកគេទាំងអស់គ្នានឹងរៀងតក់ស្លុតមែនតើចំណែកឯគីសារូនឹងក៏បាននិយាយថាអ្នកប្រមាញ់ចូលសមុទ្រហើយគេមានឈ្មោះថាសូរ៉ូហើយនៅពេលហ្នឹងគឺថាគាត់នឹងកំពុងតែធ្វើការចង់វាប្រហារនឹងជិនបំបាក់ទៅកាន់សូរ៉ូរបស់យើងហើយលូហ្វីក៏បានស្រែកថាសូរ៉ូដោយសំឡេងរបស់លូហ្វីផងហើយនឹងជើងដល់ពន្លឺរបស់គីសារូផងគឺធ្វើឲ្យកញ្ចក់កាមេរ៉ារបស់គេហ្នឹងគឺថាជាប់គាំងតែម្ដងសាច់រឿងរបស់យើងហ្នឹងគឺបានបែកកញ្ចក់កាមេរ៉ាបាត់ទៅហើយអញ្ចឹងហើយសាច់រឿងរបស់យើងគឺថាចប់តែ